ស្អីបងប្អូនទាំងអស់គ្នាថ្ងៃនេះឆ្លើយតបខមមិនបងប្អូនម្នាក់ប្រហែលជាគាត់ជាម្ចាស់ផ្ទះហើយហ្នឹងហើយដែលកំពុងតែជួបបញ្ហាគាត់ថាសុំសួរមួយបើផ្ទះយើងប្រើភ្លើងវាចេះតែលោតឌីសង់ទ័រតើមានមូលហេតុអ្វីខ្លះបានវាចេះតែលោតដែលពេលដែលលោតហ្នឹងយូរវាលោតម្ដងទេតើអាចប្រាប់ពីកត្តាដែលធ្វើឲ្យវាលោតបានអត់ចឹងណាហ្នឹងហើយចឹងសម្រាប់បញ្ហាភ្លើងលោតវាមានច្រើនករណីដែរហ្នឹងហើយចឹងវាមានបញ្ហាឆ្លងក្នុងជាងនិងឆ្លងដោយសារទឹកហើយនឹងបញ្ហាលើសបន្ទប់ចឹងទៅសម្រាប់បញ្ហាឆ្លងក្នុងជាងណែឧទាហរណ៍ជាងឥដ្ឋជាងបេតុងចឹងប្រើប្រកបចឹងណាហ្នឹងហើយចឹងខ្សែយើងអាចនឹងរត់មិនបានត្រឹមត្រូវឬក៏ប្រើទំហំខ្សែខុសអីចឹងទៅហើយការប្រើប្រាស់លើសបន្ទុកអីចឹងទៅណាលើសប្រើភ្លើងលើសពីទំហំខ្សែហ្នឹងហើយប្រើភ្លើងលើសពីទំហំខ្សែធ្វើឲ្យវាឆាប់មានបញ្ហាខ្សែធ្វើឲ្យឆាប់លោតហ្នឹងហើយឆាប់ខូចខ្សែតែបញ្ហាខ្សែគឺលោតដែរហ្នឹងសរុបរួមបញ្ហាក្នុងជាងគឺការដែលរត់មិនត្រូវតាមបច្ចេកទេសហើយនឹងការប្រើលើបន្ទុកដែលធ្វើឲ្យវាឆេះខ្សែមិនមែនលើបន្ទុកឌីសង់ទ័រទេគឺលើប្រើភ្លើងលើទំហំខ្សែឧទាហរណ៍ថាយើងយកខ្សែមួយកន្លះធ្វើព្រីអីចឹងទៅអញ្ចឹងវាប្រើប្រាស់យកខ្សែមួយកន្លះទៅដាំបាយដាំអីទៅវាធ្វើឲ្យខូចខ្សែហ្នឹងអញ្ចឹងវាឆ្លងឆេះនៅក្នុងជាងកន្លែងណាមួយចឹងទៅនៅតាមជាក់ស្ដែងចឹងទៅហើយបញ្ហាមួយទៀតបញ្ហាអាចថាបញ្ហាទឹកហ្នឹងឯងបញ្ហាទឹកពេលដែលមានការសើមការជ្រាបកន្លែងណាមួយគឺវាលោតអាហ្នឹងអញ្ចឹងយើងដោះស្រាយភ្លាមពេលដែលមានបញ្ហាសើមវាលោតហ្នឹងដោះស្រាយភ្លាមជៀសវាងខូចដល់ភ្លើងយើងទៀតបានន័យថាបើសិនជាពេលភ្លាមវាស្ងួតវិញវាលែងអីហ្នឹងអញ្ចឹងដោះស្រាយបញ្ហាទឹកភ្លាមផងហ្នឹងឯងហ្នឹងវាមានករណីសើមអញ្ចឹងដែរធ្វើឲ្យលោតហ្នឹងហើយករណីមួយទៀតអាឡុងឌីសង់ទ័រក៏វាធ្វើឲ្យលោតដែរតែបើតាមស្ដាប់ទៅវាមិនជាករណីអាឡុងឌីសង់ទ័រទេដោយសារតែវាយូរលោតម្ដងហ្នឹងឯងការដែលរឹតឬក៏មួលកន្លែងកងតាក់កន្លែងព្រីកន្លែងឌីសង់ទ័រអីហ្នឹងវាអត់ដិតអត់ណែនល្អអញ្ចឹងធ្វើឲ្យឆេះជើងឧបករណ៍ដូចជាព្រីដូចជាឌីសង់ទ័រអញ្ចឹងទៅហ្នឹងហើយអញ្ចឹងក៏វាធ្វើឲ្យលោតដែរហ្នឹងហើយអញ្ចឹងហើយបានគេទាមទារឲ្យមានការ maintenance អញ្ចឹងទៅហើយមិនមែនជាងរឹតធូរទេពេលខ្លះនោះហ្នឹងហើយបានន័យថាពេលគាត់រឹតហ្នឹងគឺតឹងហើយតែរយៈពេលក្រោយមកវាអាចថាវារៀងអាលងវិញអញ្ចឹងណាអាហ្នឹងចាក់ស្ដែងហ្នឹងហើយចាក់ស្ដែងហ្នឹងហើយអញ្ចឹងបញ្ហាមួយទៀតវាមកពីបញ្ហាប្រើលើសបន្ទុកហ្មងបានន័យថាទំហំខ្សែអីរៀបចំបានត្រឹមត្រូវហើយតែភ្លើងរបស់គាត់អត់គ្រប់ឧទាហរណ៍ថាឧបករណ៍ក្នុងផ្ទះគាត់ប្រើអស់30អំពែតែជាក់ស្ដែងភ្លើងរបស់គាត់តែ20អំពែទេអញ្ចឹងពេលដែលគាត់ប្រើឧទាហរណ៍ប្រើបន្ទុកនេះចោលបន្ទុកនោះប្រើបន្ទុកនោះចោលបន្ទុកមួយទៀតនោះអញ្ចឹងវាអត់មានបញ្ហាទេតែនៅពេលដែលគាត់នៅជុំគ្នាគាត់ប្រើគ្រប់ឧបករណ៍ទាំងអស់តាំងពីទូទឹកកកឆ្នាំងដាំបាយគឹមស៊ីវទឹកក្តៅម៉ាស៊ីនទឹកក្តៅម៉ាស៊ីនត្រជាក់នឹងហើយប្រើក្នុងពេលតែមួយវាធ្វើឲ្យលើសបន្ទុកលើសបន្ទុកឧទាហរណ៍ដូចខ្ញុំថាអញ្ចឹងភ្លើងបើសរុបចូលគ្នាទៅអស់32អំពែហ្នឹងហើយស្រាប់ដល់ជាក់ស្ដែងភ្លើងមកគាត់តែ20ទេសួរថា20ហ្នឹងចុះពីដើមមកមិនក៏ប្រើកើតពីដើមមកភាសាអាចថាគាត់ប្រើឆ្លាស់គ្នាអញ្ចឹងទៅឬក៏អាចថាថ្មីវាអត់ទាន់មានបញ្ហាអញ្ចឹងទៅហ្នឹងហើយអត់ទាន់ប៉ះពាល់ដល់ឌីសង់ទ័រអញ្ចឹងទៅអញ្ចឹងយូរទៅប្រើកាន់តែយូរទៅគឺវាមានបញ្ហាហើយទៅលើឌីសង់ទ័រចឹងហើយបានគេឲ្យគណនាត្រឹមត្រូវថាផ្ទះយើងមានសម្ភារៈអីខ្លះ
ប្រើអីខ្លះមុននឹងដំឡើងមុននឹងឲ្យខាង EDC គេភ្ជាប់ភ្លើងឲ្យហ្នឹងហើយគេភ្ជាប់ភ្លើងឲ្យគេមើលទៅលើសម្ភារៈនៅក្នុងផ្ទះរបស់យើងជៀសវាងវាលើសបន្ទុកហើយលើបន្ទុកបើសិនឌីសង់ទ័រនៅល្អទៀតអីណានឹងឲ្យមានបញ្ហាលោយូរទៅលោចេះលើកចុះលើកឡើងកាំងឌីសង់ទ័របាត់លែងជ័យលោហ្នឹងហើយអាហ្នឹងហើយជាករណីបង្កឲ្យមានអគិភ័យកើតឡើងហ្នឹងហើយចង់ឆេះដល់ខ្សែទៀតក៏វាមិនលោតដែរបានអីលោតបើគាត់កាច់ហ្នឹងហើយគាត់បាននិយាយថាលោតហើយបើប្រើបានទៀតគាត់ប្រើទៀតអត់រជាងមកដោះស្រាយឬក៏អត់រជាងមកស្រាយចងល់ថាមូលហេតុអីបានវាចេះទៅលោតហ្នឹងហើយអញ្ចឹងយើងហៅជាងមកឆែកមកហ្នឹងហើយគិតសេវាឲ្យគេទៅបើមានបញ្ហាគេជួសជុលបើសិនជាអត់មានបញ្ហាអីទេករណីវាលើសបន្ទុកអញ្ចឹងគេណែនាំគេបញ្យល់ពីរបៀបប្រើប្រាស់ថាត្រូវប្រើម៉េចដើម្បីកុំឲ្យវាលោតហ្នឹងហើយអញ្ចឹងបន្ទាប់ពីទទួលបានការណែនាំពីជាងភ្លើងយើងម្ចាស់ផ្ទះដឹងរបៀបប្រើហើយត្រូវតែរកជាងក្រៅណាបងប្អូនមិនមែនរក EDC មកឆែកភ្លើងក្នុងផ្ទះយើងទេណាហ្នឹងហើយមិនមែនខាងអគ្គិសនីមកឆែកភ្លើងក្នុងផ្ទះយើងទេទូនទីរបស់ខាងអគ្គិសនីគឺគ្រប់គ្រងតែត្រឹមdisjonctor នៅក្នុងប្រអប់បកគោរបស់គេទេហ្នឹងហើយផុតពី disjonctor ហ្នឹងមកគឺជាទូនីតិរបស់ម្ចាស់ផ្ទះហ្នឹងហើយអញ្ចឹងពេលមានបញ្ហាត្រូវតែរកជាងទៅឆែកមើលទៅដោះស្រាយហ្នឹងហើយបើនៅតែបន្តអញ្ចឹងកាច់លើកតម្លាក់ធ្លាក់ចុះហើយលើកឡើងវិញយូរគង់តែកាំងទេហ្នឹងឯងកាំងអញ្ចឹងជាទូទៅភ្ញៀវខ្ញុំឲ្យតែករណីលោតហើយគាត់ហៅខាងខ្ញុំទៅគឺខ្ញុំតម្រូវឲ្យគាត់ដូរ disjonctor ដែលលោតហ្នឹងឯងខ្ញុំបញ្ជាក់ទៅគាត់ដែរថាបងដូរក៏បានមិនដូរក៏បានតែជាយោបល់បងដូរទៅព្រោះអី disjonctor តែវាលោតច្រើនដងហើយ4 5ដង4 10ដងហើយមិនតែគាត់ហៅយើងទៅហ្នឹងវាអាចថាវាខូចជើងខ្លះហើយហ្នឹងឯងឆេះជើងខ្លះហើយអញ្ចឹងដូរទៅតែបើសួរថានៅប្រើបានហ្នឹងឯងតែបើសួរថាគុណភាពដូចដើមអត់មិនហ៊ានថាទេព្រោះអីវាលោតច្រើនដងហើយវាឆេះជើងមិនថាឆេះវាខ្លោចជើងខ្លោចអីអស់ហើយហ្នឹងហើយអញ្ចឹងភ្ញៀវខ្ញុំតែងតែផ្ដល់យោបល់ឲ្យណែនាំតែបើគាត់ចង់សេវលុយទុកបន្តទៅតែខ្ញុំតែងតែបញ្ជាក់បញ្ហាថា disjonctor នៅពេលដែលខូចមកវានៅលោទេតែយូរទៅប្រាំងលើកចុះលើកឡើងវាលែងលោតែកាំងយកមកតែកាំងចប់ហើយឆេះខ្សែតិចបញ្ហាមិនមែនត្រឹមតែដូរ disjonctor ទេបន្ទាប់ពីឆេះខ្សែហើយគឺត្រូវដូរទាំងខ្សែទៀតហ្នឹងហើយអញ្ចឹងត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាភ្លើងបញ្ហាទឹកហ្នឹងបញ្ហាទឹកគឺធ្ងន់ជាងបញ្ហាភ្លើងទៀតបញ្ហាភ្លើងអត់ធ្វើឲ្យមានបញ្ហាដល់ទឹកទេតែបញ្ហាទឹកធ្វើឲ្យមានបញ្ហាដល់ភ្លើងហ្នឹងហើយជ្រាបចឹងទៅប៉ះភ្លើងហ្នឹងខូចទាំងភ្លើងទៀតអរគុណបាយនិយាយច្រើនទៀត